សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមកលេង Minecraft ដោយ Minecraft នេះសម្បូរដោយម៉ូដសត្វជាច្រើនដែលខ្ញុំបានបូកបញ្ចូលគ្នាហើយខ្ញុំនឹងធ្វើសួនសត្វហើយចាប់សត្វទាំងអស់នោះមកចិញ្ចឹមអញ្ចឹងមុននឹងចូលដល់វីដេអូអ្នកនរគ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងចឹងដំបូងឡើយគឺយើងមានអីធ្វើក្រៅពីកាប់ឈើទេចឹងយើងចាប់ផ្ដើមកាប់ឈើនិងរកថ្មបាទមិញគឺថាឈើធ្លាក់លើប៊ីសងាប់បាទស្នាខ្ញុំមានតិចនិចផ្ទាល់ខ្លួនអញ្ចឹងខ្ញុំអត់ងាប់ទេឥឡូវយើងចាប់ផ្ដើមទៅជីកថ្មហើយនៅក្នុងម៉ូដហ្នឹងមានអីញ៉ៃញ៉ៃចូលមែនតើអាម៉ូដហ្នឹងគឺខ្ញុំលាយឡំចូលគ្នាច្រើនណាស់ណោះគ្នាអញ្ចឹងគឺវាញ៉ៃញ៉ៃហើយខ្ញុំអត់ដែលលេងកាលមុនទេតែខ្ញុំលេងឥឡូវគឺថាខ្ញុំចុះមកជីកថ្មដើម្បីយកថ្មធ្វើ furnace ហើយ upgrade ទូរបស់យើងហើយយើងមាន food ហើយ upgrade ទូរបស់យើងអញ្ចឹងជីវិតយើងគឺប្រសើរឡើងវិញជួយសត្វអីគេកាប់ចោលមួយសិនអ្នកនរគ្នាស្អីខ្ញុំអត់ដឹងថាហ្នឹងសត្វអីគេខ្លះទេវាមានសត្វច្រើនមែនតើឥឡូវយើងបានសាច់វាយើងមកដុតទុកធ្វើចំណីរបស់យើងទៀតឯងហើយឥឡូវមេឃយប់ខ្ញុំក៏ set home នៅក្រោមដីទុកពេលណាយើងចង់មកហើយពេលណាយើងអត់មានខេតដេកអញ្ចឹងយើង TP មកក្រោមដីលាក់ខ្លួនសិនតែឥឡូវមេឃផឹកវិញហើយខ្ញុំចេញពីដីវិញហើយហើយអាម៉ូតនេះគឺសត្វញ៉ៃញ៉ៃច្រើនហើយខ្ញុំដាក់អាម៉ូតដែលអាចចាប់សត្វបានដែរអញ្ចឹងគឺវាល្អទុកទៅពេលយើងចង់ចាប់សត្វអីតែបើសត្វធំធំគឺយើងចាប់អត់បានដែរទេឥឡូវគឺយើងត្រូវការទៅរក iron ព្រោះយើងត្រូវការ iron ច្រើនបន្ទាប់ពីរក iron ឡើងយូរមកខ្ញុំក៏បានធ្វើ tool ដោយប្រើ iron ហើយក៏បានដឹងពីរបៀបធ្វើអា stone hammer ហ្នឹងអាហ្នឹងជាសម្រាប់ជីក3x1ដល់ពេលយើងជីកទៅបែកម្ដង3ឥឡូវដល់ម៉ោងខ្ញុំត្រូវទៅរក iron ទៀតហើយដើម្បីអី iron យើងតិចចឹងវាអត់សូវល្អទេខ្ញុំត្រូវការ iron ច្រើនដើម្បីធ្វើ full set armor របស់ខ្ញុំ
ឥឡូវខ្ញុំបានឡើងមកលើវិញហើយខ្ញុំបានមានអាមួiron ខ្លះដែរតែវាអត់ទាន់ full set ហើយក៏បានក្រាស់ដាវក្រាស់អីផ្សេងៗទៀតដែរឥឡូវខ្ញុំដល់ម៉ោងទៅរកកន្លែងដើម្បីធ្វើផ្ទះទៀតហើយបន្ទាប់ពីដើរចុះដើរឡើងក្នុងរយៈពេល 1.2 ម៉ោងខ្ញុំក៏គិតថាធ្វើផ្ទះនៅខាងហ្នឹងអញ្ចឹងខ្ញុំក៏រៀបចំដាក់ឆេះដាក់អីដើម្បីធ្វើផ្ទះយើងឥឡូវផ្ទះយើងបានរួចរាល់ឈប់អត់ទាន់រួចរាល់ទេនៅផ្សេងទៀតអញឥឡូវគឺថាផ្ទះយើងរួចរាល់អស់ហើយដាក់តែដំបូលនេះតិចទេគឺហើយអស់ហើយផ្ទះហ្នឹងខ្ញុំមិនមែនធ្វើរហូតទេតិចទៀតខ្ញុំកែទៅជាសួនសត្វអីវិញទៀតហើយអញ្ចឹងផ្ទះហ្នឹងធ្វើមកនៅសិនទេព្រឹកឡើងឥឡូវខ្ទុះ creeper អស់មួយហើយវាខ្ទេចផ្ទះខ្ញុំទៅធ្វើហើយថ្ងៃហ្នឹងដែរគឺខ្ញុំដើរចាប់សត្វឥឡូវខ្ញុំចាប់បានមាន់មួយទុកធ្វើអាហារពេលល្ងាចសម្រាប់យើងហើយយកទៅដាក់ផ្ទះសិនខ្ញុំយកទៅចិញ្ចឹមកាត់ពូជឥឡូវខ្ញុំចាប់បានមួយទៀតហើយយកទៅដាក់មួយទៀតឥឡូវខ្ញុំធ្វើការ mine iron ដើម្បីយកទៅធ្វើសម្រាប់ចាប់សត្វឥឡូវខ្ញុំបានជួបផ្ទះ diamond គ្រាប់ហើយសប្បាយចិត្តខ្លាំង2គ្រាប់នេះគឺជាអន្ទាក់ចាប់សត្វខ្ញុំបានធ្វើវាហើយបាន2អាហ្នឹងចាប់អីក៏បានដែរតែចាប់លើអត់បានទេឥឡូវខ្ញុំតេស្តលើមាន់គឺចាប់បានធម្មតាបានទេឥឡូវខ្ញុំចាប់មាន់បានឥឡូវដល់ម៉ោងយើងត្រូវចេញទៅចាប់សត្វមែនតើហើយមាន់ហ្នឹងខ្ញុំប្រឡែងវាក្នុងផ្ទះខ្ញុំវិញសាទុកធ្វើជាអាហារពេលព្រឹកអញ្ចឹងខ្ញុំដល់ម៉ោងទៅចាប់សត្វផ្សេងៗនេះហើយអូខេឥឡូវគឺយើងឃើញគោលដៅយើងមួយគឺសត្វនេះដឹងជាមួយទេតែខ្ញុំចាប់យកមកផ្ទះខ្ញុំឥឡូវយើងចាប់បានសត្វនឹងមួយគោលដៅបន្ទាប់គឺជាសត្វពស់នេះគឺពស់ស្អីគេពស់ពណ៌លឿងអញ្ចឹងខ្ញុំចាប់វាយកមកទៅចិញ្ចឹមនៅផ្ទះខ្ញុំដែរតោះចេញមកបានសត្វមួយស្អាតខ្លាំងឥឡូវខ្ញុំដាក់ពស់ប្រឡែងពស់ខ្ញុំចេញតែខ្លាចវាចឹកមាន់ខ្ញុំ
ជួយអត់នេះសាហាវអ្នកអស់គ្នាវាសាហាវខ្លាំងតោះឥឡូវខ្ញុំចាប់ផ្ដើមធ្វើធុងឲ្យសត្វពស់ខ្ញុំតោះប្រែងវាពស់ខ្ញុំណាពស់នៅក្នុងឆេះវិញអញតោះចាប់ផ្ដើមប្រែងពស់ខ្ញុំធ្វើការប្រែងលឿនបាទអូខេឥឡូវយើងធ្វើការម៉ាយនេះចេញមកយូរអានេះហើយយើងជីកដីដើម្បីយកអារបស់យើងនឹងវិញច្រឡំជីកឈើព្រាបយើងត្រូវដាក់ផ្លែតចុយចេញបាត់តើឥឡូវយើងចាប់វាបានមកវិញហើយគឺយើងសាហាវខ្លាំងមែនទែនឥឡូវគឺយើងជីកយកអូខេបានឥឡូវធុងពោះយើងគឺបានរួចរាល់អស់ហើយស្អាតខ្លាំងតែតិចទៀតខ្ញុំនឹងធ្វើវាធំជាងនឹងទៀតអញ្ចឹងប៉ុណ្ណឹងស្អាតហើយធុងពោះយើងឥឡូវវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអូសូលេកហើយបើអ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូនឹងតទៀតកុំភ្លេច like and subscribe ហើយ comment ម្នាក់មួយមកអូខេបាយបាយ